ក្រុមហ៊ុនចុះបញ្ជីលើប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មរួចហើយប៉ុន្តែមិនដឹងថាតើត្រូវធ្វើដូចម្តេចដើម្បីយកព័ត៌មានក្រុមហ៊ុនទាំងនោះមកគ្រប់គ្រងតាមគណនី Cambridge របស់លោកអ្នកកុំបារម្ភថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបទាមទារកម្មសិទ្ធិគណនីដើម្បីទាញយកព័ត៌មានក្រុមហ៊ុនរបស់អ្នកមកគ្រប់គ្រងក្រោមគណនី Cambridge របស់អ្នកនៅពេលចូលទៅកាន់ប្រព័ន្ធរួចសូមចុចផ្ទេរសិទ្ធិគ្រប់គ្រងបន្ទាប់មកចុចទាមទារកម្មសិទ្ធិគណនីរួចសូមបញ្ចូលឈ្មោះអ្នកប្រើប្រាស់និងពាក្យសម្ងាត់ដែលលោកស្រីធ្លាប់ប្រើប្រាស់រួចចុចបញ្ជូនបន្ទាប់ពីនោះសូមផ្ទៀងផ្ទាត់បញ្ជីក្រុមហ៊ុនដែលបានបង្ហាញហើយចុចទាមទារកម្មសិទ្ធិជាការស្រេចចុះប្រសិនបើមានគណនីចាស់ច្រើនក្នុងករណីលោកស្រីមានគណនីចាស់ច្រើនលើប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មលោកស្រីអាចស្នើសុំទាមទារកម្មសិទ្ធិគណនីបានជាច្រើនលើកតាមចំនួនគណនីចាស់ដែលលោកស្រីធ្លាប់ប្រើប្រាស់ចុះប្រសិនបើភ្លេចពាក្យសម្ងាត់វិញប្រសិនបើលោកស្រីភ្លេចពាក្យសម្ងាត់គណនីចាស់សូមអនុវត្តតាមវិធីសាស្ត្រងាយៗដូចខាងក្រោមជំហានទី1នៅពេលចូលទៅកាន់ប្រព័ន្ធរួចសូមចុចផ្ទេរសិទ្ធិគ្រប់គ្រងបន្ទាប់មកចុចទាមទារកម្មសិទ្ធិគណនីរួចសូមចុចលើពាក្យកំណត់លេខសម្ងាត់ឡើងវិញនៅផ្នែកខាងក្រោមខាងស្ដាំដៃជំហានទី2សូមបញ្ចូលអ៊ីមែលនិងឈ្មោះអ្នកប្រើប្រាស់ដែលបានចុះបញ្ជីរួចចុចបញ្ជូនជំហានទី3សូមចូលទៅកាន់ប្រអប់សារអ៊ីមែលរបស់លោកស្រីរួចចុចលើតំណភ្ជាប់ដែលប្រព័ន្ធបានផ្ញើជូនតំណភ្ជាប់នោះនឹងនាំលោកស្រីចូលទៅកាន់ប្រព័ន្ធដើម្បីកំណត់លេខសម្ងាត់ឡើងវិញជំហានទី4សូមបញ្ចូលលេខសម្ងាត់ថ្មីរបស់អ្នករួចចុចបញ្ជូនជំហានទី5បន្ទាប់ពីបានកំណត់លេខសម្ងាត់ថ្មីរួចលោកស្រីអាចចុចផ្ទេរសិទ្ធិគ្រប់គ្រងបន្ទាប់មកចុចទាមទារកម្មសិទ្ធិគណនីរួចវាយបញ្ចូលឈ្មោះអ្នកប្រើប្រាស់ជាមួយនឹងពាក្យសម្ងាត់ថ្មីដែលទើបនឹងបានកំណត់រួចបន្ទាប់ពីបានផ្ទៀងផ្ទាត់បញ្ជីក្រុមហ៊ុនដែលបានបង្ហាញហើយចុចទាមទារកម្មសិទ្ធិជាការស្រេចបច្ចុប្បន្នលោកស្រីអាចទាមទារកម្មសិទ្ធិគណនីនេះចំពោះព័ត៌មានក្រុមហ៊ុនដែលបានដាក់ស្នើមុនថ្ងៃទី31ខែកក្កដាឆ្នាំ2026ដោយឡែកសម្រាប់ក្រុមហ៊ុនដែលបានដាក់ស្នើចាប់ពីថ្ងៃទី31ខែកក្កដាឆ្នាំ2026តទៅព័ត៌មានក្រុមហ៊ុននឹងត្រូវបានភ្ជាប់ទៅនឹងគណនី Cambridge របស់លោកស្រីដោយស្វ័យប្រវត្តិក្នុងកំឡុងពេលឆាប់ខាងមុខនេះតាមរយៈការជួយនឹងផ្សេងទៀត Cambridge គណនីតែមួយសម្រាប់ការគ្រប់គ្រងព័ត៌មានក្រុមហ៊ុនរបស់លោកស្រីកាន់តែងាយស្រួលសុវត្ថិភាពនិងប្រកបដោយប្រសិទ្ធភាព